នេះគឺជាប្រទេសទាំង5នៅអាស៊ីដែលបានផ្លាស់ប្ដូររដ្ឋធានីទៅទីតាំងថ្មីទី1ប្រទេសជប៉ុនបានប្ដូររដ្ឋធានីពីទីក្រុងក្យូតូទៅទីក្រុងតូក្យូនៅក្នុងឆ្នាំ1869ដើម្បីស្ដារការគ្រប់គ្រងរបស់អធិរាជនិងកសាងប្រព័ន្ធគ្រប់គ្រងថ្មីព្រមទាំងសម្រេចឲ្យបាននូវការកែតម្រង់នយោបាយដែលមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងរបបប្រវត្តិសាស្ត្ររបស់ជប៉ុនទី2ប្រទេសប៉ាគីស្ថានប្រទេសនេះបានផ្លាស់ប្ដូររាជធានីពីទីក្រុងការ៉ាជីទៅកាន់ទីក្រុងអ៊ីស្លាមាបាតនៅក្នុងឆ្នាំ1967មូលហេតុនៃការផ្លាស់ប្ដូរទីក្រុងនេះគឺដោយសារតែទីក្រុងអ៊ីស្លាមាបាតគឺជាចំណុចកណ្ដាលនៃប្រទេសនេះហើយទីនេះអាចឲ្យប្រជាជនចេញចូលបានយ៉ាងងាយស្រួលពីគ្រប់ផ្នែកនៃប្រទេសមិនដូចការ៉ាជីដែលមានទីតាំងនៅភាគខាងត្បូងហើយងាយរងនឹងការវាយប្រហារពីសមុទ្រអារ៉ាប់ទីក្រុងអ៊ីស្លាមាបាតមានទីតាំងនៅជិតទីស្នាក់ការកងទ័ពរ៉ាវ៉ាល់ភិនឌីនិងតំបន់ជម្លោះកាស្មៀរការ៉ាជីត្រូវបានចាត់ទុកថាជាទីក្រុងមួយដែលមិនស័ក្តិសមជារដ្ឋធានីនោះទេព្រោះជាកន្លែងមួយដែលមិនបានផ្ដល់ផលប្រយោជន៍ដល់កិច្ចការរបស់រដ្ឋាភិបាលឡើយទី3ប្រទេសកាហ្សាក់ស្ថានបានប្ដូររាជធានីរបស់ខ្លួនពីទីក្រុងអាល់ម៉ាទីទៅទីក្រុងអានស្តាណាក្នុងឆ្នាំ1997ដោយសារតែតំបន់ជុំវិញទីក្រុងអាល់ម៉ាទីងាយនឹងមានការរំជួយដីហើយរដ្ឋាភិបាលកាហ្សាក់ស្ថានក៏អាចចង់រើទីក្រុងរបស់ខ្លួនឲ្យឆ្ងាយពីព្រំដែនប្រទេសជិតខាងដោយសារតែមានកង្វល់ពីបញ្ហាសន្តិសុខប្រទេសជាតិដែលអាចបង្កមកពីបញ្ហានយោបាយផ្សេងៗកំណើនប្រជាជននៅក្នុងទីក្រុងអាល់ម៉ាទីក៏ជាមូលហេតុដែលធ្វើឲ្យមានការសម្រេចចិត្តក្នុងការផ្លាស់ប្ដូរទីក្រុងនៅក្នុងប្រទេសកាហ្សាក់ស្ថានផងដែរទី4គឺប្រទេសមីយ៉ាន់ម៉ាប្រទេសនេះបានសម្រេចប្ដូររាជធានីរបស់ខ្លួនពីទីក្រុងយ៉ាងហ្គូនទៅទីក្រុងណៃពីដោនៅក្នុងឆ្នាំ2006ដោយសារតែបញ្ហាចំនួនប្រជាជនច្រើនពេកនិងបញ្ហាស្ទះចរាចរណ៍រួមជាមួយនឹងហេតុផលនយោបាយផងដែរណៃពីដោគឺជាទីក្រុងយុទ្ធសាស្ត្រមួយដែលស្ថិតនៅចំកណ្ដាលប្រទេសជាងទីក្រុងយ៉ាងហ្គូនចុងក្រោយគឺប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសមួយដែលបានសម្រេចប្ដូររដ្ឋធានីរបស់ខ្លួនចេញពីទីក្រុងហ្សាការ៉ាតាទៅកោះកាលីម៉ាន់តាន់ដែលមានចម្ងាយប្រហែលជា2000គីឡូម៉ែត្រពីរដ្ឋធានីចាស់មួយនេះគម្រោងផ្លាស់ប្ដូររដ្ឋធានីនេះត្រូវបានប្រកាសដំបូងតាំងពីឆ្នាំ2019ដោយប្រធានាធិបតីឥណ្ឌូនេស៊ីជូកូវីដូដូហើយទើបតែត្រូវបានអនុម័តដោយសភាកាលពីថ្ងៃទី18ខែមករាឆ្នាំ2022ការផ្លាស់ប្ដូររដ្ឋធានីជាផ្លូវការត្រូវបានកំណត់នៅឆ្នាំ2024តែដោយច្បាប់បានអនុម័តរួចរាល់ដំណើរការនៃការផ្លាស់ប្ដូរត្រូវបានអនុញ្ញាតជាបណ្ដានៅឆ្នាំ2022ប្រទេសអាស៊ីអាគ្នេយ៍មួយនេះសម្រាប់ផ្លាស់ប្ដូររដ្ឋធានីរបស់ខ្លួនដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុនិងបញ្ហាកំណើនប្រជាជននៅក្នុងទីក្រុងហ្សាការ៉ាតាយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែររដ្ឋធានីហ្សាការ៉ាតាគឺជាទីក្រុងដែលរងគ្រោះពីការបំពុលបរិយាកាសធ្ងន់ធ្ងរមានវិបត្តិទឹកជំនន់ញឹកញាប់និងជាទីក្រុងប្រឈមហានិភ័យជន់លិចដោយសារកំណើននៃទឹកសមុទ្រការផ្លាស់ប្ដូររដ្ឋធានីហ្សាការ៉ាតាក្រុងនឹងចំណាយលុយប្រមាណជិត$35,000,000,000ដែលជាទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់របស់ឥណ្ឌូនេស៊ីផងដែរ